ចាស្ថិតនៅក្នុងគ្រាដ៏លំបាកនេះប្រជាជនខ្មែរយើងឃើញថាមានការចូលរួមចារួបរวมសាមគ្គីគ្នាជួយបរិច្ចាគចាជួយគ្រប់គ្រងតាមលទ្ធភាពចាក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរខ្ញុំពិតជាឈឺចាប់ខ្លាំងបំផុតចាដែលប្រទេសសៀមតែងតែឈ្លានពានចាមកលើប្រទេសកម្ពុជាយើងហើយនេះគឺជាសកម្មភាពចាដែលនាងខ្ញុំចំណាយពេលក្នុងថ្ងៃអាទិត្យនេះចារៀបចំបរិច្ចាគជាសម្លៀកបំពាក់ចាសម្លៀកបំពាក់បងប្អូនដែលប្រើប្រាស់ហើយឬក៏សម្លៀកបំពាក់ដែលបងប្អូនមានច្រើនចាបងប្អូនអាចចែករំលែកទៅកាន់បងប្អូនជនភៀសសឹកយើងពីព្រោះភាគច្រើននៃបងប្អូនជនភៀសសឹកដែលគាត់នៅតាមតំបន់ចំណាត់ការផ្សេងហ្នឹងគឺគាត់មានការខ្វះខាតបងប្អូនខ្លះគាត់យកមិនតាន់ចាយកសម្លៀកបំពាក់មកមិនតាន់ហើយមានកុមារចាមានមនុស្សចាស់ជរាស្ត្រីមានផ្ទៃពោះច្រើនណាស់បងប្អូនអញ្ចឹងបងប្អូនដឹងស្រាប់ហើយថាសម្លៀកបំពាក់គឺជារបស់របរប្រើប្រាស់ប្រចាំថ្ងៃដែលវាក៏មានសារៈសំខាន់ដែរអញ្ចឹងសម្រាប់បងប្អូនដែលមានចាខោអាវឬក៏មុងភួយចាឬក៏របស់របរអ្វីក៏ដោយដែលអាចប្រើប្រាស់បានដែលវានៅមានគុណភាពដែលអាចប្រើប្រាស់បានបងប្អូនយើងរួបរวมគ្នាដូចនាងខ្ញុំអញ្ចឹងចារោពោះធំនេះតាំងពីជំនាន់នាងខ្ញុំពើពោះហើយបងប្អូនដឹងស្រាប់ហើយស្ត្រីយើងពិបាកណាស់ពេលដែលគាត់ពើពោះហ្នឹងគឺពិបាកក្នុងការរកទិញកៅអៅស្លៀកពាក់ណាស់អញ្ចឹងបងប្អូនដែលមានសម្លៀកបំពាក់ជាស្ត្រីពោះធំហ្នឹងយើងដាក់តាមផ្នែកអញ្ចឹងមកហើយយើងវិខ្ចប់ហើយបានយើងសរសេរចាយើងសរសេរ note ថាសម្លៀកបំពាក់ស្ត្រីមានផ្ទៃពោះអញ្ចឹងទៅងាយស្រួលយើងឲ្យផ្ដល់ជូនឲ្យត្រូវគោលដៅរបស់យើងចាជាពិសេសគឺអាវរងាចឹងដូចបងប្អូនដឹងស្រាប់ហើយយើងនៅក្នុងផ្ទះចាមានពូកមានក្រែយើងនៅរងាចុះទម្រាំបងប្អូនភៀសសឹកយើងដែលគាត់រស់នៅក្រោមតង់ពិបាកណាស់បងប្អូនណាមួយមុខខំផងចឹងអាវរងាបងប្អូនកុំចោលអាវរងាដែលកូនបងប្អូនគាត់ប្រើរួចហើយវានៅល្អបងប្អូនណាយើងបោកទឹកឲ្យស្អាតចាហើយយើងមើលបើនៅល្អអាចប្រើប្រាស់បានគឺយើងបរិច្ចាគទៅបងប្អូនដោយព្រះអង្គយ៉នសេងជាតិចាលោកមានសង្ឃដីកាថាដំណាក់កាលនេះខ្មែរគឺត្រូវតែរួបរวมគ្នាជាធ្លុងមួយមានអីជួយនឹងទៅបងប្អូនបើបងប្អូនជាផ្នែកអីមួយបងប្អូនជួយអីបានបងប្អូនជួយនឹងទៅណាឃើញបងប្អូនយើងជួយសរស័ក្តិសស្រាំគ្នាមែនតែនអញ្ចឹងសម្រាប់នាងខ្ញុំមានទឹកចិត្តចាមានទឹកចិត្តក្នុងនាមជាខ្មែរហើយក៏មានការឈឺចាប់យ៉ាងខ្លាំងដែលយើងទទួលបាននៅការរំលោភបំពានថាពីចិត្តសាសន៍សៀមម្ដងហើយម្ដងទៀតអញ្ចឹងខ្មែរយើងមានតែខ្មែរយើងទេក្នុងគ្រាលំបាកនេះមានតែបងប្អូនយើងទេដែលយើងសោកសង្រេងដែលយើងខ្សឹកខ្សួលដែលយើងពេលខ្លះយើងឈួលចេញទឹកភ្នែកដោយសារមនោសញ្ចេតនាក្នុងនាមឈាមជ័រយើងជាខ្មែរអញ្ចឹងសម្រាប់នាងខ្ញុំមានជាសម្លៀកបំពាក់ក្មេងជំទង់ចាសម្លៀកបំពាក់កុមារតូចហើយនិងសម្លៀកបំពាក់មនុស្សចាស់អញ្ចឹងការដែលយើងបត់គឺយើងបត់តាមផ្នែកអញ្ចឹងទៅដើម្បីងាយស្រួលពេលយើងយកទៅបរិច្ចាគទៅផ្នែកដែលគាត់យកទៅផ្ទាល់ហ្នឹងគាត់អាចមើលខ្លឹមសារតួអក្សរយើងថាសម្លៀកបំពាក់ហ្នឹងស័ក្តិសមជាមួយនឹងបងប្អូនភេសកយើងរូបណាអញ្ចឹងណាបងប្អូនហើយអាវនេះគឺសិតតែនៅប្រើប្រាស់បានគាត់តែថាផឹកមិញខ្ញុំបានសួរកូនខ្ញុំដែរថាកូនមានកៅអៅណាដែលកូនចង់បរិច្ចាគទេថាយកមកម៉ាក់រៀបចំហ្នឹងគាត់ក៏បានឲ្យមកកៅអៅគាត់ចាសិតតែកៅអៅដែលនេះខ្ញុំទិញឲ្យគាត់កៅអៅខ្លះក៏ថ្លៃទៅកៅអៅខ្លះក៏មកល្មមអញ្ចឹងបងប្អូនតែនៅគុណភាពប្រើបាននៅល្អណាខូចអត់ទាន់លហែកអត់ទាន់ខូចអីទេចានៅអាចប្រើប្រាស់បានអញ្ចឹងបងប្អូនយើងកុំគិតថារបស់ប្រើរួចអត់ហ៊ានឲ្យគេកុំអញ្ចឹងរបស់យើងប្រើរួចមែនតែរបស់នឹងនៅអាចប្រើបន្តទៀតបានហើយបងប្អូនភាគសឹកភាគច្រើនបើគាត់មានលទ្ធភាពគឺគាត់ហួសមកភ្នំពេញឬក៏គាត់អាចនឹងទៅស្នាក់នៅខេត្តជាមួយបងប្អូនអញ្ចឹងណាសម្រាប់បងប្អូនដែលគាត់មានលទ្ធភាពមានរថយន្តមានអីស្រួលបួលតែបើបងប្អូនខ្លះគឺគាត់ខ្វះខាតមែនតើគាត់មកសម្រាប់ពាក់តាមចង្កេះអីចឹងណាបងប្អូនណាអញ្ចឹងកុំគិតថាអត់ហ៊ានបរិច្ចាគបងប្អូនបរិច្ចាគទៅណាបងប្អូនបរិច្ចាគទៅគាត់ថាដូចបណ្ឌិតដូចនាងខ្ញុំអញ្ចឹងទៅបណ្ឌិតមើលថាមានរហែកអត់ប្រឡាក់ខ្លាំងអត់អញ្ចឹងណាបងប្អូនណាចាសម្រាប់កូនខ្ញុំកៅអៅគាត់គឺគាត់អត់សូវប្រឡាក់ទេព្រោះគាត់ថែគាត់ប្រើរបស់ថែណាបងប្អូនណាដូចអាវនេះអាវរងាចាអាវហ្នឹងក៏យើងថ្លៃដែរគាត់ថាគាត់ឈប់ប្រើហើយអញ្ចឹងខ្ញុំក៏សម្រេចចិត្តបរិច្ចាគទៅហើយបងប្អូនដែលមិនទាន់បានរៀបចំហ្នឹងបងប្អូននេះទៅបងប្អូនចូលរួមទៅបងប្អូនណាកុំគិតថាមិនហ៊ានឲ្យគេទេអញ្ចឹងយើងមើលទៅបណ្ឌិតបច្ច័យមើលថានៅប្រើបានអត់អញ្ចឹងបងប្អូនណាបោកទឹក
ចាបោកម៉ាស៊ីនក៏បានដែរដាក់ទឹកក្អូបទៅហើយយើងបត់ឲ្យស្អាតចាយើងច្រកថង់អញ្ចឹងក្នុងកំឡុងពេលនេះបងប្អូនជនភៀសសឹកយើងរាប់សិបម៉ឺនអ្នកបងប្អូនរាប់សិបម៉ឺនអ្នកច្រើនណាស់ដោយបងប្អូនឃើញនៅក្នុងបណ្ដាញសង្គមមួយចំនួនហើយមួយចំនួនទៀតក៏យើងអត់មានការថតផុសប៉ុន្តែគឺមានទំហំធំមែនតើច្រើនហើយការដែលពួកគាត់ភៀសចេញពីផ្ទះហ្នឹងគឺមិនងាយបានទៅផ្ទះវិញទេបងប្អូនព្រោះធម្មតាមានការតម្លាក់គ្រាប់បែកមានអីច្រើនអញ្ចឹងវានៅយូរណាស់អញ្ចឹងទំហំនៃការរងគ្រោះនេះវាធំធេងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋយើងហើយអញ្ចឹងយើងត្រូវតែចូលរួមទាំងអស់គ្នាយើងជួយអីបានយើងជួយនឹងទៅបងប្អូនតាមសទ្ធាតាមលទ្ធភាពរបស់យើងដែលមានហើយសម្រាប់បងប្អូនណាដែលគាត់ឃើញចាបងប្អូនយើងដែលគាត់ជា influencer ល្បីៗហ្នឹងយើងមានសទ្ធាយើងចូលតាមរយៈគាត់ទៅ$1 $2 $1000 $2000រៀលហ្នឹងវាក៏ជាទឹកចិត្តដែលគេហៅថាខ្មែរជួយខ្មែរណាបងប្អូនណាចាសម្រាប់នាងខ្ញុំគឺនៅពេលដែលយើងចង់ជាប់និស្ស័យបុណ្យណាជាមួយនឹងបងប្អូនណាដែលនៅក្នុងបណ្ដាញសង្គមហ្នឹងដែលយើងពេញចិត្តគាត់យើងចូលចិត្តគាត់យើងចូលទៅណាបងប្អូនណាចូលតាមសទ្ធាទៅព្រោះប្រទេសយើងបងប្អូនដឹងស្រាប់ហើយភ្លាមហើយប្រជាពលរដ្ឋយើងគឺភៀសសឹកច្រើនណាស់បងប្អូនហើយច្រើនមែនទែនហើយបងប្អូនខ្លះចាបងប្អូនខ្លះគាត់ពិបាកចិត្តតែបើចំពោះនាងខ្ញុំនៅពេលដែលយើងបានធ្វើអ្វីមួយចាដើម្បីជួយសម្រាលបន្ទុកទៅដល់បងកងទ័ពឬក៏បងប្អូនជនភៀសសឹកយើងវាក៏ជាផ្នែកមួយនៃការចូលរួមចានៃការចូលរួមនៅក្នុងការជួយជ្រោមជ្រែងនៃប្រទេសជាតិរបស់យើងហើយយើងក៏មានការបដិញ្ញាចាយើងបដិញ្ញានៅក្នុងការរស់នៅក្នុងសហគមន៍ក៏ដូចជានៅក្នុងតំបន់របស់យើងហើយបងប្អូនដែលមានសម្ភារៈប្រើប្រាស់មិនតែកៅអៅទេបងប្អូនសម្ភារៈអីក៏ដោយចានអ៊ីណុកក៏ដោយលភីអ៊ីណុកក៏ដោយបងប្អូនចង់បរិច្ចាគបងប្អូនបរិច្ចាគទៅហើយកន្លែងដែលបងប្អូនបរិច្ចាគបងប្អូនងាយស្រួលណាស់បងប្អូនអាចយកទៅទីអារាមចាទីអារាមភាគច្រើនក៏ប្រសង់គ្រប់វត្តចាលោកទទួលចាអំណោយឬក៏បរិការផ្សេងហើយជាពិសេសទៀតបងប្អូនអាចតាក់ទងទៅអាជ្ញាធរភូមិឃុំចាសង្កាត់ដែលបងប្អូនរស់នៅបងប្អូនចង់បរិច្ចាគអីបងដាក់ទៅហើយដូចក្មេងៗបងប្អូនមួយចំនួនច្រើនចាគាត់មានស្តង់មានអីនៅភ្នំពេញហ្នឹងក៏យើងអាចចូលរួមបរិច្ចាគមានអីបរិច្ចាគហ្នឹងទៅបងប្អូនមានតែការចូលរួមចាជួយគ្នាម្នាក់ម្ដាយមួយជើងហ្នឹងទេបងប្អូនអើយមានតែទឹកចិត្តចាទឹកចិត្តក្តីអាណិតអាសូរហ្នឹងគឺជនជាតិយើងនឹងហើយមានពីណាជាងបងប្អូនយើងទេក្នុងគ្រាដ៏លំបាកមានតែការដែលយើងចេះរួបរวมការចេះសហការគ្នាផ្ដល់កម្លាំងចិត្តឲ្យគ្នាវាគឺជារូបភាពមួយដែលបង្ហាញពីភាពកក់ក្ដៅចាការដែលយើងមិនទុកបងប្អូនយើងចោលឲ្យរងាចាអញ្ចឹងបងប្អូននាងខ្ញុំក៏មិនជាអ្នកមានទ្រព្យសម្បត្តិអីធូរធារដែរគាត់ថាអ្វីដែលនាងខ្ញុំជួយបានគឺនាងខ្ញុំនឹងជួយចានឹងជួយអញ្ចឹងបងប្អូនដែលដូចនាងខ្ញុំបានលើកឡើងអញ្ចឹងបងប្អូនយើងរួបរวมគ្នាហើយយើងកុំជឿទៅលើការដែលមានបុគ្គលខ្លះគាត់ព្យាយាមបំភ្លៃអញ្ចឹងបងប្អូនទាំងអស់គ្នាយើងត្រូវតែជឿជាក់ចាទៅលើរាជរដ្ឋាភិបាលរបស់យើងហើយយើងជឿជាក់លើថ្នាក់ដឹកនាំយើងហើយយើងក៏ដឹងថាក្នុងយើងជាខ្មែរចាយើងត្រូវតែផ្ដល់អ្វីដែលជាកម្លាំងចិត្តកម្លាំងកាយទៅដល់សហគមន៍ទៅដល់ប្រទេសជាតិរបស់យើងចាយើងចូលរួមទាំងអស់គ្នាហើយខ្ញុំក៏សូមអរគុណចំពោះចាសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពទាំងអស់ចាដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តពេលវេលាសពបែបយ៉ាងតស៊ូពុះពៀជំនះគ្រប់ឧបសគ្គដើម្បីការពារខ្មាំងសត្រូវចាយើងមានប្រទេសតែមួយទេបងប្អូនហើយទឹកដីរបស់យើងនេះគឺជាកេរដំណែលចាពីដូនពីតារបស់យើងហើយដូចយើងដឹងហើយប្រវត្តិសាស្ត្រយើងគឺយើងត្រូវបានគេធ្វើបាបជាច្រើនជំនាន់មកហើយអញ្ចឹងយើងមានតែការរួបរวมគ្នាទេហើយនាងខ្ញុំសង្ឃឹមថាប្រទេសកម្ពុជាយើងនឹងអាចឆ្លងផុតគ្រាដ៏លំបាកមួយនេះក្នុងពេលឆាប់ហើយនាងខ្ញុំក៏សូមជូនពរដល់បងប្អូនភៀសសឹកចាសូមឲ្យឆាប់បានត្រឡប់ទៅផ្ទះវិញចាហើយនាងខ្ញុំពិតជាយល់អំពីទំហំនៃសេចក្តីលំបាកមួយនេះហើយនាងខ្ញុំពិតជាក្តុកក្តួលពេលខ្លះហើយក៏សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារចាបងវីរៈកងទ័ពដែលបានពលីក្នុងសមរភូមិចានាងខ្ញុំក៏សូមផ្ដល់ជាកម្លាំងចិត្តទៅដល់បងតែជាក្រុមគ្រួសារជាប្រពន្ធជាកូនជាម្ដាយចាខ្ញុំសង្ឃឹមថាបងទាំងអស់គ្នានឹងរឹងមាំហើយបន្តដំណើរជីវិតទៅមុខទៀតដោយបងវីរៈកងទ័ពចាលោកពលីទៅហើយលោកក៏មានកិត្តិយសនៅក្នុងសេចក្តីថ្លៃថ្នូរ
ជាកិត្តិយសដែលលោកស្លាប់ពលីនៅក្នុងឯកសណ្ឋានជាកងទ័ពហើយខ្ញុំសង្ឃឹមថាវីរៈកងទ័ពទាំងអស់គាត់មិនចង់ឃើញឪពុកម្ដាយប្រពន្ធកូនរបស់គាត់ចាសោកសង្រេងយូរពេកនោះទេបងប្អូនអញ្ចឹងសូមបងប្អូនរឹងមាំហើយសូមបងប្អូនជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនសូមបងប្អូនទទួលយកការពិតហើយបងប្អូនរឹងមាំណាបងប្អូនណាចានាងខ្ញុំពិតជាគោរពដឹងគុណចាចំពោះវីរៈកងទ័ពទាំងអស់ចាដែលបានខិតខំអស់កម្លាំងកាយកម្លាំងចិត្តដើម្បីយកឈ្នះខ្មាំងសត្រូវទាំងឡាយដែលតែងតែចង់ឈ្លានពានទឹកដីមកលើកម្ពុជាហើយនាងខ្ញុំក៏សង្ឃឹមយ៉ាងមុតមមថាកម្ពុជាមានពិតកម្ពុជានឹងបកទៅដើម្បីកម្ចាត់ខ្មាំងសត្រូវឲ្យបាក់ទ័ពឲ្យវិនិច្ឆ័យអន្តរាយទៅចាចំពោះបងប្អូនដែលជាជនភេសជ្ជៈដែលមានម្ដាយមានឪពុកដែលជាមនុស្សចាស់ជរាបងប្អូនសូមបងប្អូនថែរក្សាគាត់ជាពិសេសបងប្អូនអាចបើកព្រះធម៌ឲ្យគាត់ស្ដាប់ព្រោះខ្ញុំជឿថាមនុស្សចាស់ភាគច្រើនគាត់អាចនឹងមានវិបត្តិផ្លូវចិត្តដោយសារគាត់អាណិតកូនចៅតូចរបស់គាត់ដែលត្រូវមកជួបនៅហេតុការណ៍ដ៏រន្ធត់សម្រាប់ពួកគាត់គឺគាត់ឆ្លងកាត់ជាច្រើនមកហើយដូច្នេះខ្ញុំពិតជាក្តុកក្តួលមែនទែននៅពេលដែលឃើញចាស់ជរាហើយយើងត្រូវធ្វើដំណើរចារត់គេចពីភ្លើងសង្គ្រាមជាពិសេសគឺកុមារតូចចាដែលពួកគាត់កំពុងតែនឹងត្រូវដុសលូតលាស់ទាំងសតិបញ្ញាស្មារតីហើយគាត់បែរជាមកវេទនាចារត់ឆ្លងភ្លើងសង្គ្រាមចាដ៏សាហាវយងខ្នងរបស់ជនជាតិសៀមមកលើកម្ពុជាយើងហើយនាងខ្ញុំក៏សង្ឃឹមថាមេដាបេដាដែលមានកូនតូចចាសូមមេដាបេដាជួយពង្រឹងសតិស្មារតីគាត់ចាជួយធ្វើយ៉ាងណាប្រមូលសតិចាដើម្បីធ្វើការឃុំក្រងចាកូនឲ្យគាត់ចាក់ឆ្ងាយពីសេចក្តីភ័យខ្លាចចំពោះហេតុការណ៍ដែលគាត់បានឆ្លងកាត់ក្នុងកំឡុងពេលដែលរត់ភេសជ្ជៈនោះឯងអញ្ចឹងនាងខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចាសូមឲ្យឆាប់បានឆ្លងផុតពីគ្រោះភ័យមួយនេះចាសូមអរគុណបាត់ដីច្រើនដងចងជាមេរៀនចៅចង់បងពៀនហ៊ានលួចបនលំកំពូចកំហូចលួចផ្សេងកេងផ្សំខ្មែរក្តៅនៅមុំពុំតន់ស្រាក់ផងចៅប្រវត្តិសាស្ត្រមកក្រាំងខ្វាំងក្រិតមិនគិតអតីតតបាត់ហួងកនឡងអីលើចង់ចាយខាយចូលរបងពត់ត្បត់យងខ្នងកុំលបងអើយសោះសង្ក្រាចខ្មែរថ្មីថាបដីដែរចូលខ្មែរមួយនគងតឈរស្រស់សាមគ្គីរួមដៃខ្មែរស្រីខ្មែរប្រុសបដិញ្ញាស្លាប់រួងមួងមុតកាពីខ្មែរសុំតែសុខថែទុកគេម្ដាយរួងសុខសប្បាយភូមិផងរបងនឹងគ្នាតែពុតតពូនខដោយផ្លែល្វីកាច់កងក្នុងវាបងហៀពីខ្មែរផ្លូវច្បាប់ផ្លូវតបត្រៀមសពគ្រប់ហើយរត់មុខរះក្រោយមិនអោយបាត់គេជឿជាក់អ្នកមុខទំនុកចិត្តធ្វេវិញគ្នាជាខ្សែថែគេខ្មែរយើង
ពុតកាពី